បាទសូមជម្រាបសួរពុកម៉ែបងប្អូនចឹងវីដេអូហ្នឹងខ្ញុំនឹងធ្វើការបង្ហាញពីរបៀប set up នៃ set mobile POS របស់យើងដែល mobile POS ហ្នឹងយើងអាចធ្វើការប្រើប្រាស់នៅក្នុង mat នៅក្នុងហាងកាហ្វេឬក៏ restaurant អីផ្សេងៗចឹងជាដំបូងយើងមាន cash drawer គឺម៉ាស៊ីនឬក៏កែដាក់លុយសម្រាប់ cashier គាត់ធ្វើការដាក់លុយក៏ដូចជាលុយអាប់ផ្សេងៗចឹងសម្រាប់កែដាក់លុយយើងវាមានភ្ជាប់ជាមួយនឹងកូនសោនិងខ្សែដែលភ្ជាប់ពីកែដាក់លុយយើងទៅ printer ផងដែរនេះជាកូនសោសម្រាប់ចាក់បើកនៅកែដាក់លុយរបស់យើងហើយនេះគឺជាខ្សែសម្រាប់យើងដោតភ្ជាប់ពីកែដាក់លុយរបស់យើងជាមួយនឹង printer តិចទៀតយើងនឹងធ្វើការបង្ហាញរបៀបដោតខ្សែហ្នឹងភ្ជាប់ជាមួយនឹង printer ទៀតចឹងបន្ទាប់មកគឺយើងមាន printer គឺ printer នេះគឺជា printer ខ្នាតតូចសម្រាប់ print receipt ផ្សេងៗដែលភាគច្រើនបងប្អូនបានឃើញវានៅតាម mat នៅតាមហាងកាហ្វេផ្សេងៗចឹងនៅក្នុង printer ហ្នឹងវាមានភ្ជាប់មកជាមួយខ្សែ power និង USB ក៏ដូចជា printer ផងដែរជំហានបន្ទាប់យើងធ្វើការដោតជាមួយនឹងខ្សែរបស់ cash drawer យើងជាមួយនឹង printer របស់យើងសម្រាប់បន្ទាប់នេះគឺជាខ្សែ network យើងធ្វើការដោតខ្សែ network ចូលទៅកាន់ port របស់វាសម្រាប់នេះគឺជាខ្សែ power ចឹងយើងសូមដោតខ្សែ power របស់វាបន្ទាប់មកយើងធ្វើការដោតខ្សែ power របស់វាចូលជាមួយនឹង printer របស់យើងសម្រាប់ខ្សែ USB នេះដោយសារតែយើងប្រើជាមួយនឹង mobile យើងអត់ត្រូវការប្រើប្រាស់វាទេចឹងខ្ញុំសូមទុកវាសម្រាប់បន្តទៀតយើងធ្វើការតម្លើងជើងតម្ររបស់ tablet របស់យើងចឹងនេះគឺជាជើងតម្រ tablet របស់យើងសម្រាប់ជើងតម្រមួយនេះវាក៏បានភ្ជាប់មកជាមួយនឹង desktop ដែលអាចស្រូប tablet របស់បងប្អូនបានជាប់ល្អផងដែរចឹងសម្រាប់ការភ្ជាប់ជើងតម្រជាមួយនឹង tablet របស់យើងគ្រាន់តែដាក់ឲ្យវាត្រូវស៊ីគ្នារវាង desktop ហើយនិង tablet របស់យើងហើយត្រូវមកវានឹងស្រូបចូលខ្លួនឯងចឹងនេះគឺជា set របស់ mobile POS របស់យើងដែលបងប្អូនអាចប្រើប្រាស់នៅក្នុងហាងកាហ្វេ mat ក៏ដូចជា restaurant ផ្សេងៗផងដែរសូមអរគុណ